របៀបដែលសកម្មភាពតូចបង្កើតឱកាសធំធំវាគឺជាសក្ខីភាពមួយដែលមនុស្សភាគច្រើនមើលរំលងមនុស្សភាគច្រើនតែងតែរងចាំឱកាសធំឬក៏ការផ្លាស់ប្ដូរធំមួយមុននឹងចាប់ផ្ដើមអ្វីមួយប៉ុន្តែធាតុពិតជាក់ស្ដែងឱកាសធំភាគច្រើនគឺវាកើតចេញពីសកម្មភាពតូចៗដែលយើងធ្វើជាប់ជាប្រចាំការភ្ញាក់ពីព្រឹកមុនគេបន្តិចការអានសៀវភៅរាល់ថ្ងៃការរៀនជំនាញថ្មីបន្តិចម្ដងការស្គាល់មនុស្សថ្មីឬក៏សូម្បីតែការនិយាយពាក្យល្អមួយទៅកាន់អ្នកដទៃជាការពិតណាស់គឺវាអាចបង្កើតការផ្លាស់ប្ដូរដ៏ធំមួយនាពេលខាងមុខសកម្មភាពតូចៗទាំងឡាយនេះដែលយើងមើលទៅហាក់បីដូចជាមិនសំខាន់ប៉ុន្តែនៅពេលដែលវាប្រមូលផ្ដុំទៅវាក៏នឹងបង្កើតទៅជាកម្លាំងដ៏ធំបុគ្គលជោគជ័យពុំមែនធ្វើរឿងអស្ចារ្យត្រឹមតែម្ដងទេពួកគេធ្វើរឿងតូចៗឲ្យបានល្អនិងធ្វើវាដោយភាពស្មោះត្រង់រាល់ថ្ងៃដូចជាទឹកមួយដំណក់គឺมันអាចបំពេញសម្បត្តិបានដោយភ្លាមក៏ប៉ុន្តែការធ្លាក់ជាបន្តរបស់វាគឺអាចបង្កើតជាមហាសមុទ្រដ៏ធំបានជីវិតក៏វាមានលំនាំដូចគ្នាសកម្មភាពតូចដែលអ្នកត្រូវធ្វើរាល់ថ្ងៃវាក៏នឹងកំណត់ថាអ្នកនឹងខ្លាយទៅជាមនុស្សបែបណានៅថ្ងៃក្រោយមនុស្សដែលមិនបោះបង់ការកែលម្អខ្លួនឯងបន្តិចម្ដងបើទោះបីជាប្រមាណឃើញលទ្ធផលដែលភ្លាមក៏ជាមនុស្សដែលបង្កើតឱកាសធំសម្រាប់ខ្លួនឯងដែលមិនដឹងខ្លួនពេលខ្លះឱកាសពុំមែនកើតឡើងពីសំណាងទេវាកើតឡើងពីការរៀបចំខ្លួនដូចជាស្រេចតាមរយៈសកម្មភាពតូចៗដែលយើងធ្វើជាបន្តដូច្នេះហើយសូមកុំមើលស្រាលសកម្មភាពប្រចាំថ្ងៃព្រោះវាអាចជាចំណុចចាប់ផ្ដើមនៃជីវិតដ៏អស្ចារ្យនាថ្ងៃខាងមុខជាក់ជាមិនខានតំបន់នៃឱកាសវាមិនមែនជាកន្លែងដែលមនុស្សភាគច្រើនអាចទៅចូលបានទាំងអស់ទេគឺវាពោពេញទៅដោយឧបសគ្គនិងភាពមិនប្រកបប្រជាដែរការបរាជ័យនិងការសាកល្បងហើយវាក៏ជាកន្លែងតែមួយដែលអាចផ្លាស់ប្ដូរជីវិតរបស់អ្នកបានផងដែរបើអ្នកចង់ឲ្យជីវិតរបស់អ្នកផ្លាស់ប្ដូរអ្នកមិនអាចនៅកន្លែងដដែលហើយរំពឹងលទ្ធផលថ្មីទេចេញទៅក្រៅសាកល្បងអ្វីដែលថ្មីធ្វើសកម្មភាពបើទុកណាមានការភ័យខ្លាចក៏ដោយក្បត់អីនៅទីនេះគឺថាឱកាសកំពុងតែរងចាំអ្នកនឹងឯងនៅក្នុងជីវិតរបស់មនុស្សភាគច្រើនការដែលយើងដាក់ខ្លួនឯងនៅក្នុងតំបន់នៃឱកាសយើងឈ្មោះថាគឺជាការកែលម្អជួសជុលប៉ះប៉ូវចំណុចខ្វះខាតរបស់យើងឱកាសគឺជាកន្លែងដែលអ្វីវាអាចបង្កើតការផ្លាស់ប្ដូរក៏ប៉ុន្តែមនុស្សភាគច្រើនមិនព្រមចាក់ចេញពីកន្លែង comfort zone របស់ខ្លួនទេក្បត់គេមិនចង់សាកល្បងមិនចង់ធ្វើអ្វីដែលអាចនាំគេឲ្យមានហានិភ័យជាដើមតំបន់នៃឱកាសវាមិនមែនជាកន្លែងនៃភូមិសាស្ត្រទូទៅក៏ប៉ុន្តែគឺជាស្ថានភាពនៃការរស់នៅនិងការគិតវាគឺជាកន្លែងដែលអ្នកចាប់ផ្ដើមធ្វើអ្វីថ្មីបើទោះបីជាអ្នកមិនបានមានភាពប្រាកដនិយម 100% ក៏ដោយវាគឺជាកន្លែងដែលអ្នកសាងសមត្ថភាពទទួលបរាជ័យហើយរៀនកែលម្អខ្លួនឯងជាបន្តបុគ្គលជោគជ័យមិនមែនព្រោះតែពួកគេចេះអ្វីគ្រប់យ៉ាងតាំងតពី A ទៅ Z ទេក៏ប៉ុន្តែពួកគេដាក់ខ្លួនឯងនៅក្នុងកន្លែងដែលឱកាសងាយរកឃើញពួកគេដូច្នេះហើយពួកគេមិនដែលរងចាំពេលវេលាដ៏ល្អបំផុតឡើយមនុស្សជាច្រើនគិតថាខ្ញុំនឹងចាប់ផ្ដើមនៅពេលដែលខ្ញុំត្រៀមខ្លួនរួចរាល់ប៉ុន្តែធាតុពិតនោះគឺមិនមានពេលណាដែលល្អបំផុតឡើយឱកាសគឺមិនដែលរងចាំឲ្យអ្នករួចរាល់ទេវាកើតឡើងហើយអ្នកត្រូវតែធ្វើការសម្រេចចិត្តថាអ្នកនឹងចូលរួមឬក៏ទុកឲ្យវាហាយថ្លង់កន្លងផុតអ្នកការដាក់ខ្លួននៅក្នុងតំបន់នៃឱកាសក៏មានន័យផងដែរថាចាប់ផ្ដើមបើទោះបីជាអ្នកមិនតាន់រួចរាល់ធ្វើសកម្មភាពបើទោះបីជាអ្នកមានការភ័យខ្លាចព្រមបើទោះបីជាអ្នកមានភាពស្ទាក់ស្ទើរចេញពីតំបន់សុវត្ថិភាពវាធ្វើឲ្យអ្នកអាចមានអារម្មណ៍ថាទៅប៉ះនៃគ្រាដំបងក៏ប៉ុន្តែនៅពេលដែលយើងធ្វើយូរទៅយើងក៏នឹងមានភាពថ្នាក់ហើយយើងឈប់យកភាពសុខស្រួលដាក់ពីមុខទៀតហើយយើងក៏នឹងយកឱកាសនិងភាពរីកចម្រើនដាក់ពីមុខវិញតំបន់នៃឱកាសគឺជាកន្លែងដែលអ្នកអាចជួបប្រសពជាមួយនឹងឱកាសថ្មីមនុស្សថ្មីសាកល្បងអ្វីដែលអ្នកមិនធ្លាប់ធ្វើទទួលការបដិសេធនិងបរាជ័យអ្វីដែលសំខាន់នោះគឺការមិនសុខស្រួលគឺជាសញ្ញានៃភាពរីកចម្រើន
បង្កើតបរិយាកាសដែលមានអាកាសមិនមែនមានតែធ្លាក់មកពីលើមេឃឡើយអ្នកអាចបង្កើតវាបានដោយខ្លួនឯងអានសៀវភៅអភិវឌ្ឍជំនាញចូលរួមវគ្គបណ្ដុះបណ្ដាលស្វែងរកមនុស្សដែលមានគំនិតវិជ្ជមានមនុស្សដែលគ្រប់គ្រងនិងធ្វើអ្នកល្អប្រសើរជាម្សិលមិញជាដើមនៅពេលអ្នកស្ថិតនៅក្នុងបរិយាកាសដែលរីកចម្រើនឱកាសក៏នឹងបង្ហាញខ្លួនកាន់តែច្រើនឡើងមនុស្សភាគច្រើនមិនសូវចូលចិត្តនៅក្នុងតំបន់នៃឱកាសត្បិតពួកគេខ្លាចការប្រឈមមុខប៉ុន្តែធាតុពិតនោះបរាជ័យពុំមែនជាចុងបញ្ចប់ទេវាគឺជាគ្រូដ៏ល្អបំផុតប្រពេលដែលអ្នកបរាជ័យគឺអ្នកបានរៀនអ្វីដែលមិនដំណើរការខ្លាចតែជាមនុស្សដែលរឹងមាំជាងមុនខិតចិត្តទៅរកជោគជ័យមួយជំហានទៀតអ្នកមិនធ្លាប់បរាជ័យនោះមានន័យថាអ្នកមិនដែលព្យាយាមអ្វីដែលថ្មីទេសកម្មភាពតូចគឺបង្កើតការផ្លាស់ប្ដូរធំមនុស្សជាច្រើនគិតថាប្រែធ្វើអ្វីធំទៅមានឱកាសធំតែជាក់ស្ដែងទៅឱកាសធំគឺវាច្រើនតែកើតចេញពីសកម្មភាពតូចការផ្ញើសារការជជែកបទបង្ហាញអំពីគំនិតថ្មីអាជីវកម្មថ្មីការចែករំលែកគឺនាំឲ្យអ្នកមានឱកាសកាន់តែប្រសើរដូច្នេះហើយសូមកុំមើលងាយសកម្មភាពតូចត្បិតវាគឺជាចំណុចចាប់ផ្ដើមនៃអ្វីដែលធំនៃអ្វីដែលថ្មីជាក់ជាមិនខានដូច្នេះហើយបើអ្នកចង់ផ្លាស់ប្ដូរអ្នកមិនអាចនៅកន្លែងដដែលហើយរំពឹងលទ្ធផលដដែលទេចេញទៅក្រៅសាកល្បងអ្វីដែលថ្មីបង្កើតសកម្មភាពថ្មីនោះអ្នកអាចរកឃើញបរិបទថ្មីភាពរីកចម្រើនថ្មីសម្រាប់ខ្លួនឯងជាក់ជាមិនខានមនុស្សភាគច្រើនរស់នៅក្នុងកន្លែងដដែលខ្លាចការប្រឈមខ្លាចបរាជ័យខ្លាចគេវាយតម្លៃឬក៏ខ្លាចអ្វីដែលគេមិនធ្លាប់សាកល្បងក៏ប៉ុន្តែការរីកចម្រើនដ៏ពិតប្រាកដគឺវាតែងតែកើតឡើងនៅខាងក្រៅភាពសុខស្រួលរបស់ខ្លួនរាល់ថ្ងៃដែលអ្នកហ៊ានសាកល្បងអ្វីដែលថ្មីអ្នកកំពុងតែបើកទ្វារឲ្យខ្លួនឯងឆ្ពោះទៅកាន់ពិភពថ្មីគំនិតថ្មីនិងឱកាសថ្មីដែលមុននេះអ្នកមិនដែលគិតដល់តតែសោះភាពភ័យខ្លាចពុំមែនជាសញ្ញាថាអ្នកមិនអាចធ្វើបានទេក៏ប៉ុន្តែវាគឺជាសញ្ញាថាអ្នកកំពុងចូលទៅកាន់កម្រិតថ្មីមួយទៀតនៃជីវិតមនុស្សដែលជោគជ័យពុំមែនជាមនុស្សដែលគ្មានការភ័យខ្លាចឡើយក៏ប៉ុន្តែជាមនុស្សដែលហ៊ានធ្វើសកម្មភាពបើទោះបីជាមានការភ័យខ្លាចនៅក្នុងចិត្តក៏ដោយព្រោះពេលដែលអ្នកចាប់ផ្ដើមធ្វើអ្នកក៏នឹងរៀនអ្នកក៏នឹងរឹងមាំហើយអ្នកក៏នឹងរកឃើញសមត្ថភាពដែលខ្លួនឯងមិនធ្លាប់ដឹងសោះថាអ្នកធ្លាប់មានពីមុនប្រសិនបើអ្នករងចាំឲ្យខ្លួនឯងមានទំនុកចិត្ត 100% មុននឹងចាប់ផ្ដើមអ្នកប្រហែលជាមិនបានចាប់ផ្ដើមអ្វីតតែសោះជីវិតមិនផ្លាស់ប្ដូរដោយសារគ្រាន់តែការគិតទេប៉ុន្តែវាផ្លាស់ប្ដូរដោយសកម្មភាពដូច្នេះហើយកុំឲ្យមានការបែកខ្លាចបញ្ឈប់អ្នកពីការរីកចម្រើននៅក្នុងជីវិតដែលអ្នកចង់បានចេញទៅក្រៅសាកល្បងរៀនពីកំហុសហើយបន្តទៅមុខព្រោះឱកាសធំភាគច្រើនតែងតែរងចាំមនុស្សដែលហ៊ានធ្វើសកម្មភាពជានិច្ចឧបសគ្គនៅក្នុងជីវិតប្រសិនបើយើងមើលវាដោយភាពវិជ្ជមានយើងអាចយល់ថាវាក៏ជាកត្តាមួយដ៏សំខាន់ដែលជួយជំរុញទៅដល់ការលូតលាស់រីកចម្រើននៅក្នុងជីវិតផងដែរវាពុំមែនគ្រាន់តែជាគំនិតមួយសម្រាប់លើកទឹកចិត្តដ៏សាមញ្ញប៉ុណ្ណោះឡើយក៏ប៉ុន្តែវាចាត់ទុកថាជាមេកានិកដ៏ពិតប្រាកដនៃការអភិវឌ្ឍមនុស្សនៅក្នុងគ្រប់ប្រព័ន្ធសាច់ដុំខួរក្បាលអាជីពការលូតលាស់គឺវាកើតឡើងនៅពេលដែលមានសម្ពាធឬក៏ការប្រឈមគ្មានឧបសគ្គគឺគ្មានការបំលែងអ្នកអាចនឹងយល់នៅក្នុងនេះដ៏សាមញ្ញប្រសិនបើសាច់ដុំរបស់យើងមិនប្រឹងនៅក្នុងប្រចាំថ្ងៃយើងធ្វើអេរីយ៉ាបត់ធម្មតាសាច់ដុំវាមិនដឹងបំឡើយយូរទៅវាកាន់តែជាស្តាតែបើយើងវឹកហាត់ដោយចត់ជាប្រចាំតាមរយៈការតេជិមលើកដុំដៃឬក៏ធ្វើអ្វីផ្សេងដែលវាកើតទៅជាសម្ពាធវាក៏ចាប់ផ្ដើមបំលែងពីធម្មតាទៅជាភាពរឹងប៉ឹងភាពមមាញឧបសគ្គគេពេលវានៅជាកត្តាប្រឈមក៏ប៉ុន្តែវាក៏ប្រៀបដូចជាកម្លាំងដែលបង្ខំឲ្យយើងធ្វើការផ្លាស់ប្ដូរនៅពេលដែលអ្វីវាដំណើរការដោយរលូនយើងមានទំនោរតែស្ថិតនៅក្នុងតំបន់ផាសុខភាពដែលពុំជាបាច់អភិវឌ្ឍពុំជាបាច់ធ្វើអ្វីដែលថ្មី
ก็ปันใต้ในไปแต่เมนูไม่พยาสันปัญหาประชมโจมอกกาปาราใจก็วิบังคอมไปยืงไปตรวจปนัดปิจัยเคลื่อนไอสวัยรบจำเลิกสาวเรียนจำนี้ทำไมนี่คือจีจำเลิกเด็กการหลุดล้อบิจับดามลายรีเอ็มกเนียเพลย์กันอุปสรรคคือวิบังการเพียบทนมนุษย์ได้มันทลอบเจอประเด็นในการระบาดสเตอร์เด็กมีสมรรถภาพทุกตัวแต่นังสัมเปียในไปได้ปัญหามักดอตัวจะวิ่งในดับบานช่องคัดอุปสรรคจีอย่างยอดแต่หนึ่งกรบกรอารมณ์นังรูปตัวนัสไลบันรอจึงบนนี่ปุ่มเมได้ซาแต่พวกแกครั้งหมกปีกับนาเต้ปันใจได้ซาแต่พวกแกตรบันบึกหัดชื่อเป็นตัวบันตอมตามระยะเกิดการลงแบบทุกภาษาก็เป็นเจ้าจะมาละอัมปีกำรับดับเบิลประกาศบามนุษย์ได้ในไปได้ขมิ้นการประชมยังไงก็ท่าคือไหนมีสมรรถภาพปัวปันใจในไปได้เปิดประเทศต่างปัญหาปัดมีแนวบางหางท่าแต่ตายยังมีจุ่มเนียนนางมีวินัยครบครองไทยหรือไงแต่ในนี้คือวิมีตำลายเจียคลั่งขบัดไอวีกิจโกดาวดำใบทั่วกากายละมอกรมผลได้ประชมแต่นางการแถลงจ่อเกิดไตรกัดโรคจิตศาสตร์ไม่ดำใบโรงเรียนกาปรุกุประเจงกาบัดบองอาเตที่จนดูกับกาพลับโดตีบสาแต่ลานนี้คือเชียสัญญาได้บังคับอเมริกากายละมอประแต่พอเซบกรรมกระโดดจิตศาสตร์เนได้ใช้ต่อบานเลือนก็นังคอยเตจิเนชเนี่ยในน้องระยะเปเวงก็ปันได้วิมีจำเลยระบาดมวยได้อุปสรรคมันจุ่มรึงเอาหลุดล้อใบสไฟประวัติเต้เพราะแต่แก้มระบาดเนี่ยจะปูอุปสรรคในให้คือจิกากำนันลดพอประสันบัดจะได้รับเกิดหรือกับบรรทุกเนี่ยเลยเตยหรือกับบาบังอุปสรรคก็นังคลายเตจิเอาไว้เดตีเนี่ยไอดาถอยกล่าวก็ปันได้บรรดาวิเพียปลายเตจิกาศึกษาในการอนุวัตกายละหมอวิก็นังคลายเตจิมาสินได้จำเป็นการหลุดล้อจีบรรทุบหับเบิดชนะหายยังไงบำไลอุปสรรคกันจะมีตำไลยังไงบำไลมีเตยจีประบวนสำหรับการอภิวัตคลื่นเป็นนัดปัญหาดำไปสวายโรคมูลหายปิดกำนับจำเนียนหรือกับทุนเทียนในขวักขาดสารบองสวายโรคดำนับสลายทำไมดังว่าเวงและตะพอกายสำรูจีบรรทบได้มันเฟ้อกำฮอกได้มนดได้ดำนาการนี้วิถีเนี่ยมันตรำแต่อาจจะลองกับในอุปสรรคปนอทะเลก็บันไดวิถีเนี่ยอาเชียนตรกลัดพอมือกำรัดเตียนอุปสรรคเวียประเมินจะเอาไว้ได้ไตรที่เวียงเตก็บันไดคือจะอุปกรณ์สำหรับการลุดหล่อเวียบังคับให้หน้าเจ้งปีดมอดสวัสดิเพียบบางห้างจำลักสายบางการเพียบทนนังจำเริงการบางการทำไมประสานมาเนี่ยกรบกรองโปรแต่การระบาดในไอบานตรมตรึอุปสรรคก็ดังคลายแต่จิมูลทานสำหรับการลุดหล่อในขนมปริยะเปเวงเหมือนกันด้วยจีจางในคดีประจำถ่าอุปสรรคคือมันจำเริญการลุดล้อใบสไฟประวัติลายรูเวียบเดเนะเพราะแต่การจะปูอุปสรรคตะเวงเต้ได้เวกำหนดลัตพอสังเกตเมื่อจำนวนเดสามังประแต่การได้ยังเปิดปีขังใครอุปสรรคเวกรันไตจิกายเอาพอดหรือก็อดพอดเวทเริ่มกำหนดตะได้ลัตพอดเดเนะบอกสไลในคลายตอบนี่ให้คือจิกาบ้านใจจะเรียนสถานภาพกระโดดจีประแต่การได้จิกันหรือในการหลุดล้อแบบเป็นประการเจสไดมาลูพี่เนอาเปิดประเทศนำอุปสรรคด้วยขี้ปันไตลัตพอและขนมชีวิตคือเขาขี้คลั่งมันได้อาเมื่อเคยเวียทายเจียปรายใจให้บ่บังสเราไปได้มันเนี่ยเทียบเคยตาเจียตนันไหนดำไปใกล้ละมอนังอภิวัตชิบันต่อบรรทอบอุปสรรคคือมันบานพลับโดเตเบียบอกสลายดังทเวอร์สักกรรมพิบได้เขาขี้เบียบังการที่ลัตพอได้เขาขี้ได้โดยในหายการบอกสลายอุปสรรคก็นังฟ้องกันประสันมันเนี่ยบอกสไลทาเชื่อมันไอเธอบานนุวีกันน้ำตรกาขอจัดกาบ่บ้างปันตายประสันมันเนี่ยได้ยัยทาวิมินาใบคละเด็กชมากเรียนเด็กชมอาจจะพิวัตครูนเจงปีนี้วีกันน้องบังการตื้อได้สำหรับการอภิวัตครูนโดยในจำเห็นน้ำบงคือการแก้วิธีเกิดปัญหาเตยเชี่ยประพบตนันใดแก้สำหรับจัดบรรทบปีทัดเฟอร์การบอกสไลเนี่ยเตยสำหรับจัดท่าตาตายไตรทั่วไว้จีบรรทบในตีนี้บุกเลิกแหลกกันนะนักวินัยคือวิมินตุนตีดาวสำคัญในอาจจะเริ่มเพลย์เกี่ยวกับหรือกับบันโตเพลย์ตรำตรึตัวขัดตรึกายลำอ้อยกเวียมาเชี่ยการในศึกษาเฉดามการโยนดังในขมิ้นสักการมาเพียบในขมิ้นทำไรเนี่ยไทยแต่บ่มไล่การศึกษาเตจิกาอนาวัตการพลางการเงี้ยบนไทม์จำเนียงหนึ่งสารบองวิธีศาสตร์ใหม่ดูเนี่ยเปิดใจบ่มไล่อุปสรรคตื้อเจียการหลุดละจำได้สำคัญมวยเตียงคือตุ่มนูขอไตรประสัตบันเนี่ยนักกำพอใต้ตะเลยกันตายขันใครกันเองเนี่ยก็นังบัดบังอำนาจในขนมการจู่โจมใกล้ลำอ
តែបើអ្នកទទួលខុសត្រូវបើទុកណាពុំមែនជាកំហុសរបស់អ្នកទាំងស្រុងអ្នកអាចក្តាប់ផលិតផលឧបសគ្គវាគ្រាន់តែជាកត្តាដែលធ្វើឲ្យមានការប្រែប្រួលតែការលូតលាស់គឺវាត្រូវការប្រតិកម្មដែលមានគុណភាពការបោះស្រាយត្រឹមត្រូវសម្រាប់ចិត្តត្រឹមត្រូវនិងការអនុវត្តជាបន្តប្រសិនបើអ្នកគ្រប់គ្រងទៅលើស្រទាប់នេះបានល្អឧបសគ្គនឹងពុំមែនជាអ្វីដែលទប់ស្កាត់ទេក៏ប៉ុន្តែគឺជាឧបករណ៍ដែលបង្កើតលទ្ធផលនៅក្នុងកម្រិតដ៏ថ្មីមួយនៅក្នុងជីវិតបោះបង់ចោលទិសដៅជីវិតមនុស្សគ្រប់រូបតែងតែមានទិសដៅមួយដែលខ្លួនប្រាថ្នាចង់ទៅឲ្យដល់ទិសដៅនោះអាចជាសុបិនការងារការសិក្សាជីវិតស្នេហាឬក៏ផែនការមួយដែលគេចង់ឲ្យសម្រេចក៏ប៉ុន្តែផ្លូវទៅរកគោលដៅពុំមែនតែងតែរលូនឡើយវាមានទាំងឧបសគ្គបរាជ័យនៃការស្ទាក់ស្ទើរដែលជាហេតុធ្វើឲ្យមនុស្សជាច្រើនគិតចង់បោះបង់ទោះជាយ៉ាងណាក៏ដោយការមិនបោះបង់ចោលទិសដៅជីវិតនេះគឺជាគន្លឹះដ៏សំខាន់មួយដែលធ្វើឲ្យមនុស្សអាចទៅដល់ផែនការរបស់គេជាលើកដំបូងយើងក៏បីយល់ថាភាពលំបាកលំបិនក៏ជាផ្នែកមួយនៃជីវិតដែរมันមានអ្នកណារលូនដោយស្រួលឡើយគ្មានអ្នកណាម្នាក់អាចសម្រេចជោគជ័យដោយគ្មានការប្រឈមទៅនឹងបញ្ហានៅពេលដែលយើងប្រទះទៅនឹងបរាជ័យវាពុំមែនជាចំណុចបញ្ចប់ឡើយក៏ប៉ុន្តែវាគឺជាមេរៀនដ៏មានតម្លៃដែលអាចជួយឲ្យយើងកែលម្អខ្លួនឯងបុគ្គលជោគជ័យគឺមិនមែននឹងធ្លាប់បរាជ័យទេប៉ុន្តែពួកគេមិនបោះបង់ចោលនៅពេលដែលគេបរាជ័យឡើយបន្ទាប់មកការដែលមានជំនឿជឿជាក់ទៅលើខ្លួនឯងគឺជាកត្តាដ៏សំខាន់នៅពេលដែលគ្មានអ្នកណាជឿមកលើយើងត្រូវតែជឿជាក់ទៅលើខ្លួនឯងជាមុនជំនឿនេះក៏នឹងផ្ដល់កម្លាំងឲ្យយើងបន្តទៅមុខបើទោះបីជាមានការរិះគន់អ្នកដទៃគេ approval គេយល់ព្រមឬក៏មិនយល់ព្រមក៏ដោយប្រសិនបើយើងបោះបង់ព្រោះសម្លេងអវិជ្ជមានជុំវិញខ្លួនដែលមានន័យថាយើងអនុញ្ញាតឲ្យអ្នកដទៃមកកំណត់អនាគតរបស់យើងលើសពីនេះទៀតសោតការតាំងចិត្តនិងវិន័យគឺជាគ្រឿងដ៏ចម្បងនៅក្នុងការរក្សាទិសដៅមិនមែនរាល់ថ្ងៃយើងមានអារម្មណ៍ចង់ធ្វើឬក៏មិនចង់ធ្វើក៏ប៉ុន្តែវិន័យគឺនឹងជួយយើងធ្វើអ្វីដែលយើងត្រូវធ្វើបើទោះបីជាមានមោទនភាពឬក៏មិនមានក៏ដោយការបន្តធ្វើដោយចំបណ្ដាច់នេះគឺនឹងនាំទៅរកលទ្ធផលធំនាពេលក្រោយដូច្នេះហើយយើងត្រូវតែចេះកែប្រែក៏ប៉ុន្តែមិនបោះបង់គោលដៅមានពេលខ្លះផ្លូវដែលយើងជ្រើសរើសដំបូងអាចមិនរលូនដូចជាអ្វីដែលយើងគិតឡើយនៅក្នុងបរិយាកាសយ៉ាងដូចនេះវាពុំមែនមានន័យថាគោលដៅនោះវាខុសទេប៉ុន្តែយើងត្រូវតែស្វែងរកវិធីថ្មីដើម្បីទៅដល់វាមនុស្សដែលវត្តបានគឺមានឱកាសឈ្នះច្រើនជាងអ្នកដទៃដូច្នេះហើយជីវិតគឺវាខ្លីពេកសម្រាប់ការសោកស្ដាយប្រសិនបើយើងបោះបង់ទិសដៅដែលងាយស្រួលថ្ងៃណាមួយយើងអាចនឹងសួរខ្លួនឯងថាប្រសិនបើខ្ញុំមិនបោះបង់តើជីវិតរបស់ខ្ញុំវានឹងខុសប្លែកពីយ៉ាងណាដូច្នេះហើយសូមកាន់កាប់ក្តីសុបិនរបស់អ្នកហើយបន្តដំណើរទៅមុខបើទោះបីជាជាតិក៏ដោយតែសូមកុំឈប់ឲ្យសោះការមិនបោះបង់ចោលទិសដៅជីវិតវាគឺជាការសម្រេចចិត្តដ៏មានអត្ថន័យបំផុតមួយដែលយើងអាចធ្វើបានដោយការជឿជាក់លើខ្លួនឯងការតាំងចិត្តនិងការអត់ធ្មត់យើងអាចឆ្លងកាត់គ្រប់ឧបសគ្គហើយឈានទៅកាន់គោលដៅដែលយើងប្រាថ្នាសូមចាំតែចុះថាជោគជ័យគឺមិនមករកអ្នកទេប៉ុន្តែអ្នកត្រូវដើរទៅរកវាហើយកុំបោះបង់ចោលរហូតដល់អ្នកឈានទៅដល់វានៅក្នុងជីវិតប្រចាំថ្ងៃមនុស្សជាច្រើនតែងតែមានទម្លាប់ទុកញ៉ាំពីខ្ញុំគិតច្រើនមុននឹងធ្វើសកម្មភាពណាមួយការគិតមុនវាគឺជារឿងប្រពៃហើយព្រោះវាជួយឲ្យយើងជាបានពីកំហុសមួយចំនួនហើយធ្វើការសម្រេចចិត្តបានល្អប្រសើរប៉ុន្តែបើគិតច្រើនពេកវាអាចคล้ายទៅជាឧបសគ្គធំបំផុតដែលរារាំងយើងពីការចាប់យកឱកាសដែលសំខាន់នៅចំពោះបុកការគិតច្រើនពេក overthinking គឺជារឿងដែលកើតឡើងនៅពេលដែលយើងវិភាគឬក៏ពិចារណារឿងណាមួយជាដដែលដោយគ្មានការសម្រេចចិត្តច្បាស់លាស់
យើងអាចចាប់ផ្ដើមសួរខ្លួនឯងថាតើវាអាចបរាជ័យទេតើនៅរទេគេគិតយ៉ាងដូចម្តេចឬតើខ្ញុំគួរតែរងចាំឱកាសនេះទេសំណួរនេះបើមានច្រើនពេកវាក៏នឹងបង្កើតការស្ទាក់ស្ទើរនិងធ្វើឲ្យយើងបាត់បង់ទំនុកចិត្តមកលើខ្លួនឯងនៅពេលដែលយើងស្ទាក់ស្ទើរឱកាសក៏មិនរងចាំយើងឡើយឱកាសភាគច្រើនគឺវាមកហើយក៏បាត់ទៅវិញយ៉ាងលឿនអ្នកដែលហ៊ានសម្រេចចិត្តនិងហ៊ានសាកល្បងគឺអ្នកដែលអាចចាប់យកវាបាននៅខណៈពេលដែលអ្នកគិតច្រើនពេកក្រានតែឈរមើលអាកាសឲ្យហែរំលងឆ្លងផុតមុខគេដោយមិនធ្វើសកម្មភាពអ្វីសោះពេលក្រោយពួកគេអាចមានអារម្មណ៍ថាវិបដិសារីស្ដាយក្រោយហើយគេអាចនឹងគិតថាបើថ្ងៃនោះខ្ញុំហ៊ានតែបន្តិចម្ល៉េះសំពេលនេះខ្ញុំមានលុយច្រើនជាងនេះមិនខានម្ល៉េះសំពេលនេះខ្ញុំអាចចាប់យកឱកាសនោះបានបាត់ទៅហើយការគិតច្រើនពេកគឺវាអាចបង្កើតការភ័យខ្លាចដែលមិនមានមូលដ្ឋានពិតប្រាកដយើងអាចស្រមៃអំពីបញ្ហាដែលមិនតាន់កើតឡើងហើយធ្វើឲ្យខ្លួនឯងបាត់បង់កម្លាំងចិត្តជំនួសឲ្យការមើលឃើញអាកាសយើងវិញមើលឃើញតែហានិភ័យតែជាក់ស្ដែងជោគជ័យគឺមិនអាចមកដោយគ្មានហានិភ័យទេអ្នកណាដែលចង់រីកចម្រើនត្រូវតែហ៊ានឆ្លងកាត់ភាពមិនប្រកបប្រជាមួយចំនួនទោះជាយ៉ាងណាក៏ដោយការមិនសិទ្ធសោះក៏វាមិនល្អដែរអ្វីដែលសំខាន់គឺយើងត្រូវតែរកហេតុផលរវាងគិតនិងធ្វើយើងគួរតែធ្វើឲ្យបានគ្រប់គ្រាន់ដើម្បីយល់ពីស្ថានភាពនិងគ្រោះថ្នាក់ដែលអាចនឹងកើតឡើងបន្តមកធ្វើការសម្រេចចិត្តហើយចាប់ផ្ដើមធ្វើកុំរងចាំឲ្យអ្វីល្អឥតខ្ចោះព្រោះពេលវេលាអាចមិនមកដល់ឡើយវិធីមួយដើម្បីកាត់បន្ថយការគិតច្រើនគឺកំណត់ពេលវេលាសម្រាប់ការសម្រេចចិត្តឧទាហរណ៍អ្នកអាចផ្ដល់ពេលឲ្យខ្លួនឯងមួយថ្ងៃឬក៏មួយសប្តាហ៍ដើម្បីគិតពិចារណាបន្តមកត្រូវសម្រេចចិត្តដោយមិនបន្តគិតបន្ថែមទៀតឡើយការអនុវត្តបែបនេះក៏នឹងជួយបង្កើនចំណឿជឿជាក់ក៏ដូចជាបង្កើនសមត្ថភាពនៅក្នុងការចាប់យកឱកាសម្ល៉េះហើយត្រូវចាំតែចត់ថាកំហុសក៏ជាផ្នែកមួយនៃការរៀនបើអ្នកខ្លាចធ្វើខុសហើយជ្រើសរើសមិនធ្វើអ្វីទាំងអស់នោះគឺជាកំហុសដ៏ធំបំផុតការសាកល្បងបើទោះបីជាមិនជោគជ័យក៏ដោយក៏នៅផ្ដល់បទពិសោធន៍ដែលមានតម្លៃសម្រាប់យើងនៅពេលខាងមុខជោគជ័យគឺមិនបានមកពីការគិតល្អបំផុតទេប៉ុន្តែបានមកពីការធ្វើនិងការកែលម្អជាបន្តការគិតគឺសំខាន់ប៉ុន្តែកុំឲ្យវាខ្លាយទៅជាឧបសគ្គកុំគិតច្រើនពេកដល់បាត់ឱកាសសូមធ្វើការហ៊ានសម្រេចចិត្តហ៊ានសាកល្បងនិងហ៊ានដើរទៅមុខពេលខ្លះរាល់ជំហានតូចដែលយើងធ្វើរាល់ថ្ងៃអាចនាំឲ្យមានការផ្លាស់ប្ដូរដ៏ធំធេងនាថ្ងៃស្អែកបានចូលរៀនទទួលខុសត្រូវបានខ្ពស់ចំពោះខ្លួនឯងឲ្យបានប្រសើរជាងបុគ្គលដទៃដែលគេរំពឹងទឹកពីយើងការទទួលខុសត្រូវនេះរាប់ថាជាសីលធម៌ដ៏ខ្ពស់បំផុតមួយរបស់មនុស្សប្រសិនបើអ្នកគ្មានទំនួលខុសត្រូវទេជីវិតរបស់អ្នកនឹងមានទិសដៅមិនរលូនឡើយរាល់ជំហានតូចដែលអ្នកធ្វើនៅថ្ងៃនេះអាចនាំឲ្យមានការផ្លាស់ប្ដូរដ៏ធំនៅថ្ងៃស្អែកជីវិតគឺមិនត្រូវបានផ្លាស់ប្ដូរដោយសកម្មភាពធំត្រឹមតែម្ដងទេក៏ប៉ុន្តែភាគច្រើនវាត្រូវបានសាងឡើងពីជំហានតូចដែលយើងធ្វើជាបន្តរាល់ថ្ងៃមនុស្សជាច្រើនស្រមៃចង់បានជោគជ័យធំភ្លាមប៉ុន្តែពួកគេមិនយល់ទេថាជោគជ័យនោះគឺចាប់ផ្ដើមពីការផ្លាស់ប្ដូរតូចដែលមើលទៅហាក់ដូចជាមិនសំខាន់ជំហានតូចអាចចាប់ផ្ដើមពីការអានសៀវភៅ10ទំព័រហាត់ប្រាណ30នាទីឬក៏ការរៀនជំនាញអ្វីថ្មីមួយនៅក្នុងរយៈពេល3ខែឬក៏6ខែបើទោះបីជាមើលទៅហាក់បីដូចជាតូចនិងមិនសូវមានអត្ថន័យនៅពេលបច្ចុប្បន្នក៏ពិតមែនចុះក៏ប៉ុន្តែបើអ្នកបន្តធ្វើរាល់ថ្ងៃវាក៏នឹងคล้ายទៅជាកំណើនដ៏ធំនៅថ្ងៃក្រោយមិនខានពេលវេលានឹងបន្ថែមតម្លៃឲ្យអ្នកខិតខំតូចទាំងអស់នោះអ្វីដែលធ្វើឲ្យជំហានតូចមានអំណាចនោះគឺភាពបន្តធ្វើជាបន្តមិនចាំបាច់ជួអ្វីធំត្រឹមតែមួយថ្ងៃទេតែអ្វីដែលសំខាន់គឺការធ្វើមិនឈប់ឈរ
ជំហានតូចៗដែលយើងធ្វើជាបន្តបន្ទាប់ក៏នឹងបង្កើតទម្លាប់ល្អហើយទម្លាប់ក៏នឹងបង្កើតលទ្ធផលនៅពេលដែលទម្លាប់ល្អវាคล้ายទៅជាផ្នែកមួយនៃជីវិតអ្នកក៏នឹងឃើញការផ្លាស់ប្ដូរបែបពុំចាំបាច់បង្ខំខ្លួនឯងឡើយលើសពីនេះទៀតសោតជំហានតូចមួយក៏អាចជាការសម្រេចចិត្តមួយផងដែរការសម្រេចចិត្តបោះបង់ទម្លាប់អាក្រក់ការជ្រើសរើសធ្វើអ្វីដែលមានប្រយោជន៍បង្កើនគុណតម្លៃដល់ខ្លួនឯងឬក៏ការសម្រេចចិត្តនៅក្នុងការចាប់ផ្ដើមអ្វីដែលថ្មីទាំងអស់នេះគឺសត្វតែជាជំហានតូចដែលអាចបំផ្លាញឬក៏អាចកសាងអនាគតរបស់យើងបុគ្គលជោគជ័យគឺមិនមែនធ្វើអ្វីអស្ចារ្យរាល់ថ្ងៃឡើយប៉ុន្តែពួកគេធ្វើអ្វីដែលត្រឹមត្រូវជាបន្តទោះជាយ៉ាងណាមនុស្សជាច្រើនមើលរំលងជំហានតូចក៏ព្រោះតែពួកគេគិតថាមិនមានអត្ថន័យពួកគេចង់ឃើញលទ្ធផលភ្លាមហើយនៅពេលដែលមិនឃើញពួកគេក៏ចង់បោះបង់ប៉ុន្តែធៀបពិតទៅលទ្ធផលធំគឺវាត្រូវការពេលវេលាដូចជាការដាំឈើអ្នកមិនអាចឃើញវាធំនៅក្នុងរយៈពេលត្រឹមតែមួយថ្ងៃឡើយក៏ប៉ុន្តែបើអ្នកមើលថែតាមវារាល់ថ្ងៃនោះវានឹងលូតលាស់ដោយខ្លួនឯងដូច្នេះហើយសូមគម្រោងចាំពេលណាដល់ល្អខ្យល់ដើម្បីចាប់ផ្ដើមពេលដែលល្អបំផុតគឺថ្ងៃនេះជំហានតូចមួយដែលអ្នកធ្វើនៅថ្ងៃនេះគឺប្រសើរជាងគម្រោងធំមួយដែលអ្នកមិនធ្វើអ្វីសោះកុំបារម្ភថាវាតូចពេកឬក៏យ៉ាប់ពេកព្រោះសំខាន់គឺអ្នកកំពុងតែរំកិលទៅមុខហើយជំហានតូចពុំមែនជារឿងតូចឡើយប្រសិនបើវាធ្វើជាបន្តរឿងតូចនេះគឺវាមានអត្ថប្រយោជន៍អាចកែប្រែផ្លាស់ប្ដូរគុណភាពជីវិតរបស់អ្នកទាំងមូលបានវាគឺជាគន្លឹះដែលនាំអ្នកត្រូវការផ្លាស់ប្ដូរដ៏ធំនៅថ្ងៃស្អែកដូច្នេះហើយចាប់ផ្ដើមពីអ្វីតូចស្ថិតស្ថេរហើយវាក៏នឹងបង្កើតជាជំហានដ៏រឹងមាំនាពេលខាងមុខចាក់ជាមិនខានត្រូវចាំថាជំហានតូចពុំមែនជារឿងតូចទេប្រសិនបើយើងធ្វើវាដោយចំមិនដាច់មនុស្សជាច្រើនមានទម្លាប់មើលរំលងសកម្មភាពតូចដោយគិតថាវាមិនពំនាំលទ្ធផលអ្វីដ៏ធំដុំនៅក្នុងជីវិតទេប្រការដែលគេគិតយ៉ាងដូចនេះគឺជាការគិតមួយដែលក្តិចព្រួយនៃសក្តានុពលក៏ដូចជាការផ្លាស់ប្ដូរនៅក្នុងជីវិតពិតជីវិតត្រូវបានសាងឡើងពីអ្វីតូចដែលយើងធ្វើរាល់ថ្ងៃពុំមែនជាការប្រឹងប្រែងធំត្រឹមតែមួយថ្ងៃឡើយក៏ប៉ុន្តែគឺជាការបន្តតិចដែលមានស្ថិរភាពដែលបង្កើតលទ្ធផលដ៏អស្ចារ្យនៅពេលក្រោយការធ្វើអ្វីតិចម្ដងគឺអាចបង្កើតភាពអស្ចារ្យបានថ្មីបើវាមិនឃើញការផ្លាស់ប្ដូរនៅចំពោះមុខដោយព្រាមក៏ដោយចុះប៉ុន្តែនៅពេលដែលវាប្រមូលផ្ដុំវាក៏នឹងបង្កើតអំណាចមួយដែលមិនអាចមើលរំលងបានជាទូយ៉ាងការអានសៀវភៅបន្តិចបន្តួចរាល់ថ្ងៃអាចធ្វើឲ្យចំណេះដឹងរបស់អ្នកកើនឡើងយ៉ាងច្រើននៅក្នុងរយៈពេលដ៏សមស្របណាមួយការហាត់ប្រាណបន្តិចម្ដងរាល់ថ្ងៃគឺអាចផ្លាស់ប្ដូរសុខភាពរបស់អ្នកទាំងនេះគឺជាកត្តាដែលបង្ហាញថាអ្វីដែលសំខាន់ពុំមែនជាចំនួនទេក៏ប៉ុន្តែគឺជាប្រការដែលអ្នកតើធ្វើវាជាប់លាប់ប៉ុណ្ណាភាពជាប់លាប់គឺជាអំណាចដ៏រឹងមាំភាពធ្វើវាជាបន្តនេះក៏រាប់ថាជាគន្លឹះដ៏សំខាន់បុគ្គលជោគជ័យពុំចាំបាច់ធ្វើអ្វីល្អឥតខ្ចោះរាល់ថ្ងៃឡើយប៉ុន្តែពួកគេធ្វើអ្វីត្រឹមត្រូវជាបន្តនៅពេលអ្នកបង្កើតទម្លាប់មួយហើយអនុវត្តវាជារៀងរាល់ថ្ងៃបន្ទុកណាតិចតួចក៏ដោយវាក៏នឹងក្លាយទៅជាផ្នែកមួយនៃជីវិតរបស់អ្នកហើយពេលនោះអ្នកនឹងមិនចាំបាច់ប្រឹងប្រែងដែលខំខ្លាទៀតឡើយព្រោះគេក្លាយទៅជាអ្វីដែលធម្មតាដោយស្វ័យប្រវត្តិបាត់ទៅហើយម្យ៉ាងទៀតសោតការមិនធ្វើអ្វីតូចអាចនាំឲ្យមានលទ្ធផលអវិជ្ជមានដូចគ្នាការពន្យាពេលតិចរាល់ថ្ងៃការមិនខិតខំតិចរាល់ថ្ងៃគឺអាចបង្កើតជាបញ្ហាធំនៅពេលក្រោយដូច្នេះហើយមិនថាជារឿងល្អឬក៏រឿងអាក្រក់ការធ្វើជាបន្តក៏នឹងបង្កើតផលប៉ះពាល់យ៉ាងសម្បើមនាពេលខាងមុខសូមកុំមើលរំលងអ្វីដែលតូចតាចកុំរងចាំធ្វើអ្វីដែលធំដុំហើយទៅចាប់ផ្ដើមរាល់អ្វីដែលអ្នកធ្វើនៅថ្ងៃនេះបន្ទុកណាជាជំហានតិចតួចគឺវាអាចកំណត់អំពីអនាគតរបស់អ្នកជំហានតូចមួយបើយើងធ្វើជាបន្តក៏នឹងក្លាយទៅជាជំហានដ៏ធំដែលស្វ័យប្រវត្តិ
ជំហានតូចពុំមែនជារឿងតូចទេបើយើងធ្វើវាជាបន្តវាគឺជាគន្លឹះនៃការកែលម្អខ្លួនឯងនិងសម្រេចគោលដៅធំដូច្នេះចាប់ផ្ដើមពីអ្វីតូចៗស្ថិតស្ថេរនឹងវាហើយទុកពេលវេលាបង្ហាញអំណាចដ៏ពិតប្រាកដរបស់វាចុះភាពអំណត់គឺជាអំណាច